និទានរឿងព្រេងខ្មែរសូមជូនរឿងសាំងសិលជ័យបាទមុននឹងដល់សាច់រឿងខ្ញុំបាទសូមឲ្យប្រិយមិត្តយើងបានជួយចុច Subscribe Channel YouTube បានជូនខ្ញុំម្នាក់មួយផងដើម្បីទទួលបានជាមួយរឿងនិទានថ្មីៗបានទៅគ្រាន់ស្ដាប់កំសាន្តជាពិសេសជាការលើកទឹកចិត្តដល់រូបខ្ញុំបាទក្នុងការធ្វើវីដេអូរឿងនិទានថ្មីៗបាទជាសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនស្ដាប់កំសាន្តជាបន្តទៀតបាទសូមអរគុណព្រះបាទកុដរាជសោយរាជនៅនគរបញ្ចាលបុរីមានព្រះអគ្គមហេសីព្រះនាមសុមន្តាមានព្រះរាជបុត្រច្បងព្រះនាមសេនាកុដរាជនិងព្រះរាជបុត្រីប្អូនព្រះនាមកេសរសុមន្តាលុះព្រះបាទកុដរាជទ្រង់ចូលព្រះទិវង្គតទៅព្រះនាងសុមន្តាទ្រង់អភិសេកព្រះរាជកុមារសេនាកុដរាជជាព្រះមហាក្សត្រឡើងគ្រងរាជហើយព្រះបាទសេនាកុដរាជទ្រង់ឲ្យហោរាទស្សទាយពីចច្ចតារិស័យឲ្យព្រះនាងកេសរសុមន្តាជាព្រះរាជកនិដ្ឋាហោបានទាយថាវេលាព្រះនាងមានព្រះជន្មាយុ15ព្រះវស្សានិងមានយក្សមួយមកចាប់យកទៅធ្វើជាភរិយានៅក្នុងព្រៃក្រោយមកព្រះនាងកេសរសុមន្តាចូលក្រាបថ្វាយបង្គំលាព្រះរាមចេញទៅក្រសាលព្រៃចេញទៅក្រសាលនៅឧសៀនព្រះរាមទ្រង់ខាត់ពុំស្ដាប់ក៏ទ្រង់ជូនព្រះកនិដ្ឋាទៅដោយពួកពលសេនាជាច្រើនក្នុងពេលកំពុងក្រសាលស្រាប់តែមានយក្សកំឡោះមួយឈ្មោះកំផន់ស្ថិតនៅប្រាសាទក្នុងព្រៃហេមពាន្តចេញមកលេងព្រៃដែរលុះមកដល់បញ្ចាលនគរកំផន់បានឃើញព្រះនាងកេសរសុមន្តាកំពុងតែក្រសាលនៅក្នុងឧសៀននៅពេលដែលកំផន់ឃើញព្រះភ័ក្ត្រព្រះនាងភ្លាមក៏កើតចិត្តសេចក្តីប្រតិព័ទ្ធលើព្រះនាងហើយបានកាឡាខ្លួនជាមនុស្សចូលទៅលាយឡំជាមួយនឹងពួកបរិវារទាំងនោះហើយចាប់ពោហោះយកព្រះនាងទៅធ្វើជាភរិយានៅក្នុងប្រាសាទនាព្រៃហេមពាន្តថ្ងៃមួយកំផន់លាព្រះនាងកេសរសុមន្តាទៅគាល់ព្រះនរាយណ៍ក្រាបទូលសពគ្រប់ពីរឿងដែលខ្លួនបានប្រពន្ធជាទីពេញចិត្តព្រះនរាយណ៍ទ្រង់ប្រទានព្រះសុភ័ក្រជាចំណងដៃកំផន់ក៏យកមកថ្វាយព្រះនាងដែលជាភរិយានៅរួមគ្នាមិនយូរប៉ុន្មានកំផន់និងព្រះនាងកេសរសុមន្តាបានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមសុពណ៌ទេវីសម័យមួយកំផន់បានទៅលេងបាសកាភ្នាល់នឹងស្ដេចនាគឯនាគពិភពស្ដេចនាគដាក់នគរជាតំណាងកំផន់ដាក់រាជបុត្រីជាតំណាងកំផន់បានលេងចាញ់ស្ដេចនាគយកព្រះនាងសុពណ៌ទេវីជាភរិយាឯព្រះបាទសេនាកុដរាជក្រោយដែលកំផន់លួចយកព្រះនាងកេសរសុមន្តាទៅទ្រង់ចាត់ឲ្យពួកពលសេនារកសពទិសទីតែនៅតែរកពុំឃើញសោះស្ដេចទ្រង់ព្រះវិយោគទ្រង់ព្រះសង្វេគទ្រង់ក៏លះបង់រាជសម្បត្តិចេញបួសជាបុព្វជិតនៅឯវត្តមួយវេលាទ្រង់ភ្នោះហើយមានស្រុកមួយឈ្មោះនិក្រោធក្រៀមមានដូនចាស់ម្នាក់មានបុត្រី7នាក់នៅថ្ងៃសិលមួយបុត្រីទាំង7នាក់នោះនាំគ្នាបេះផ្កាយកទៅថ្វាយព្រះពុទ្ធរូបនៅវត្តដែលព្រះរាជាទ្រង់គង់នៅព្រះរាជាទតឃើញទ្រង់មានព្រះទ័យប្រតិព័ទ្ធលុះនាងទាំង7ត្រឡប់ទៅផ្ទះវិញ
ព្រះរាជាទ្រង់លាចាកសិក្ខាបទហើយស្ដេចយាងទៅកាន់ស្រុកនិក្រូធក្រៀមនោះសុំស្ដីដណ្ដឹងនាងទាំង7នាក់នោះធ្វើជាព្រះអគ្គមហេសីពីតាយាយដែលជាមាតាបិតាតាយាយបានយល់ព្រមនិងប្រគល់កូនស្រីទាំង7នាក់ជូនទៅព្រះអង្គក៏នាំនាងទាំង7នាក់នោះមកកាន់ព្រះរាជនគរហើយបានអភិសេកជាព្រះអគ្គមហេសីមិនយូរប៉ុន្មាននាងបងទាំង6នាក់ក៏ប្រសូតព្រះរាជបុត្រាម្នាក់មួយព្រមគ្នាក្នុងថ្ងៃតែមួយលំដាប់ពីនោះនាងកេសរបុប្ផាជាព្រះស្នំឯកប្រសូតបុត្រមួយមកជាសត្វរាជសីរីឯព្រះនាងបុទមាជាប្អូនពៅប្រសូតបុត្រាមួយដែរដែលដៃម្ខាងកាន់ធ្នូសិលជ័យរីឯដៃម្ខាងទៀតកាន់ខ្យងសាំងព្រោះហេតុនេះហើយទើបថ្វាយព្រះនាមថាសាំងសិលជ័យព្រះរាជាទ្រង់ឲ្យហៅគុនគូហៅដោយបានសំណូកពីនាងបងទាំង6ក៏ទូលថាអាភេទនេះជាភេទចង្រៃឧត្តបាទក៏នាំឲ្យមានគ្រោះដល់ព្រះអង្គនិងបណ្ដាលប្រជានុរាស្ត្រនិងដល់ព្រះនគរផងដែរដោយសេចក្តីញុះញង់អំពីបងទាំង6នាក់និងអំពីហោខ្លាំងពេកទ្រង់ក៏ព្រះរាជបញ្ជាឲ្យនិរទេសព្រះនាងបុទមានាងកេសរបុប្ផានិងសាំងសិលជ័យព្រមទាំងរាជសីចាកចេញពីព្រះនគរឲ្យទៅនៅក្នុងព្រៃដោយបុណ្យបារមីព្រះសាំងសិលជ័យជាព្រះពោធិសត្វព្រះឥន្ទប្រើព្រះវិស្ណុកាមកនិមិត្តថ្វាយជានគរមានប្រាង្គប្រាសាទទាំងបន្ទាយព័ទ្ធជុំវិញព្រមទាំងសួនច្បារនិងទាំងប្រដាប់ប្រដាសពគ្រប់សន្មតនាមថាពិស្ណុនគរព្រះសាំងសិលជ័យក៏គង់នៅទីនោះយ៉ាងសុខសាន្តជាមួយនឹងព្រះមេតាថ្ងៃក្រោយពួកនាងបងទាំង6នាក់បានដឹងពីព្រឹត្តិហេតុនោះដោយព្រានព្រៃក៏ធ្វើជាឧបាយកលច្រើនយ៉ាងមាននំចំណីដាក់ថ្នាំបំពុលជាដើមឲ្យកូនទាំង6នាក់យកទៅថ្វាយព្រះសាំងសិលជ័យតែព្រះអង្គមិនសោយថ្ងៃក្រោយមកទៀតនាងទាំង6នាក់ក៏នាំគ្នាទូលព្រះបាទសេនាកតរាជសុំរាជឲ្យកូនរបស់ខ្លួនព្រះរាជាទ្រង់មានព្រះបន្ទូលថាបើបុត្រចង់ឡើងសោយរាជលុះត្រាតែបុត្រទៅរកសត្វបក្សាសត្វមរគីនិងមច្ឆាពីព្រៃហេមពានឲ្យបិតាទើបបុត្រអាចឡើងសោយរាជបានកុមារទាំង6អង្គក៏ទៅឲ្យព្រះសាំងសិលជ័យរកឲ្យព្រះសាំងសិលជ័យទ្រង់ថ្លែងសរកើតជាសត្វបក្សាមរគីនិងមច្ឆាឲ្យយកទៅថ្វាយព្រះបិតាទ្រង់ទតឃើញស្គាល់ថាជាឫទ្ធិរបស់ព្រះសាំងសិលជ័យពេលដែលកុមារទាំង6អង្គទូលសុំរាជព្រះបិតាទ្រង់មានព្រះបន្ទូលថាលុះត្រាតែអ្នកទៅរកនាងកេសរសមន្តាជាម្ដាយមីងបានមកទើបយើងឲ្យអ្នកឡើងសោយរាជព្រះរាជកុមារទាំង6អង្គក៏ប្រាប់ព្រះសាំងសិលជ័យសាំងសិលជ័យក៏លាព្រះមេតាជិះលើរាជសីហើយទៅជាមួយនឹងបងទាំង6អង្គដោយខ្យងសាំងជាអ្នកនាំមុខទីណាពុំមានផ្លូវខ្យងសាំងក៏ជលធ្វើផ្លូវថ្វាយឲ្យស្ដេចទៅដោយស្រួលព
ព្រះសង្ឃសិលជ័យឲ្យបងទាំង6អង្គនៅចាំត្រង់ស្ទឹងធំមួយហើយស្ដេចយាងឆ្លងស្ទឹងទៅជាមួយរាជសីហ៍និងសង្ឃស្ដេចផ្សេងថាបើមានតុច្ឆានៅទីណាសូមសង្ឃនាំទៅកាន់ទីនោះរឿងសង្ឃសិលជ័យដែលព្រះមិត្តយើងបានសាកកំសាន្តនៅពេលនេះសូមស្លេះតែត្រឹមនេះសូមរងចាំស្ដាប់ភាគទី2ដែលជាភាគបញ្ចប់ខ្ញុំបាទសូមខន្តីនិងអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយណាទាំងការធ្វើអត្ថាធិប្បាយទៅនិងអានខុសអក្ខរាវិរុទ្ធត្រង់ចំណុចណាមួយសូមប្រិមិត្តមេត្តាខន្តីនិងអភ័យទោសដល់រូបខ្ញុំបាទផងខ្ញុំបាទនៅមានរឿងនិទានថ្មីជាច្រើនទៀតសម្រាប់ចែកជូនទៅដល់ប្រិមិត្តស្ដាប់កម្សាន្តជាបន្តបន្ទាប់តែសូមប្រិមិត្តជួយចុច Subscribe Channel YouTube ជូនខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបាទខណៈពេលវេលាថ្មនេះខ្ញុំបាទភិរមសូមអរគុណសូមគោរពលា